នាមសួរ ជាបឋមគណៈសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពលោកគ្រូសាស្ត្រាចារ្យនិងសួស្តីដល់មនស្សទាំងអស់គ្នាពួកយើងមកពីក្រុមទី5ហើយថ្ងៃនេះដែរក្រុមទី5របស់ពួកយើងនឹងធ្វើការបកស្រាយអំពីប្រាសាទកវ៉ាន់នេះខ្ញុំសូមធ្វើការណែនាំខ្លួនជាមុនសិននេះខ្ញុំជួឈឹមសេរីរតនាខ្ញុំឈ្មោះវុធីវឌ្ឍនីនេះខ្ញុំឈ្មោះដិនកាហ្វនខ្ញុំឈ្មោះហេវីណាអានីតាខ្ញុំបាទឈ្មោះខណ្ឌណារ៉ាខ្ញុំញ៉ាំសួនវត្តខ្ញុំលុយស៊ីលីបងប្រាសាទក្រវ៉ាន់ត្រូវបានកសាងឡើងនៅឆ្នាំ921នៃគ្រិស្តសករាជក្នុងរជ្ជកាលរបស់ព្រះបាទហសវរ្ម័នទី1ដោយមន្ត្រីជាន់ខ្ពស់មួយរូបនាមមហេន្ទ្រវរ្ម័នហើយប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីធ្វើជាទីសក្ការៈបូជាដល់ព្រះវិស្ណុប្រាសាទនេះស្ថិតនៅខាងកើតប្រាសាទអង្គរវត្តនិងខាងត្បូងប្រាសាទបន្ទាយក្តីដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រវ៉ាន់សង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបប្រាសាទក្រវ៉ាន់បែរមុខទៅទិសខាងកើតហើយលាតសន្ធឹងពីជើងទៅត្បូងនិងមានតួប៉មចំនួន5ប៉មដែលរៀបជាជួរត្រង់ៗបង្ហាញពីស្ថាបត្យកម្មបុរាណដ៏ស្រស់ស្អាតចំពោះប៉មកណ្ដាលនៃប្រាសាទត្រូវបានឧទ្ទិសថ្វាយទៅដល់ព្រះវិស្ណុដែលជាទេវៈសំខាន់នៅក្នុងសាសនាហិណ្ឌូនៅលើជញ្ជាំងខាងក្នុងយើងអាចមើលឃើញចម្លាក់រូបព្រះវិស្ណុនិងនាងលក្ស្មីដែលជាស្នាដៃដ៏ល្អអស្ចារ្យមួយសិលាចារឹកនៅប្រាសាទក្រវ៉ាន់បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកត្តាមួយចំនួនដូចជាកត្តាអាកាសធាតុនិងសកម្មភាពរបស់អ្នកទេសចរផងដែរទាំងសិលាចារឹកមួយចំនួនមិនអាចអានបានទៀតទេដោយសារមូលហេតុការបាត់បង់ពាក្យនិងការបាត់បង់អក្សររីឯក្បាច់ចម្លាក់និងរូបតោខ្លះក៏កំពុងស្ថិតនៅក្នុងសភាពខូចខាតដោយសារការបាក់បែកនិងការឡើងសំណើមផងដែរជញ្ជាំងនិងចម្លាក់ឥដ្ឋខ្លះត្រូវបានគេឃើញថានៅមានស្នាមពណ៌នៅសេសសល់ប៉ុន្តែត្រូវបានបំផ្លាញដោយសត្វកណ្ដៀរនិងសម្បុកពីងពីងដែលបញ្ហាទាំងអស់នេះតម្រូវឲ្យមានការអភិរក្សនិងការតាមដានយ៉ាងដិតដល់បច្ចុប្បន្នការងារអភិរក្សនៅប្រាសាទក្រវ៉ាន់ត្រូវបានអនុវត្តដោយគម្រោងអប្សរា GACP និង AIS ដែលផ្ដោតលើការអភិរក្សស្ថាបត្យកម្មសិលាចារឹកនិងចម្លាក់បដិមាគម្រោងទាំងនោះមានគោលបំណងចម្បងដូចជា 1. រៀបចំឯកសាររូបថតនិងក្រាហ្វិក 2. បកប្រែនិងវិភាគសិលាចារឹក 3. រៀបចំឯកសារថ្មខាងក្នុងនិងខាងក្រៅប្រាសាទ 4. បង្កើតផែនការវាយតម្លៃសម្រាប់អនាគត 5. អភិរក្សនិងការពារប្រាសាទតាមគម្រោង 6. ដាក់សៀនថ្លាការពារលើសិលាចារឹកនៅខ្លោងទ្វារយ៉ាងណាមិញពេលបានមកដល់ប្រាសាទក្រវ៉ាន់យើងមានអារម្មណ៍ថាប្រាសាទនេះមានសម្រស់ស្រស់ស្អាតនិងស្ងប់ស្ងាត់ខុសពីប្រាសាទផ្សេងៗនៅក្នុងអំឡុងពេលដែលយើងទៅទស្សនានៅប្រាសាទមានភ្ញៀវទេសចរប្រមាណជា7ទៅ8នាក់ប៉ុណ្ណោះដែលវាអាចធ្វើឲ្យយើងដើរទស្សនាបានយ៉ាងសុខសាន្តនិងងាយស្រួលមិនតែប៉ុណ្ណោះវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងដូចជាកំពុងឈរនៅក្នុងអតីតកាលមើលសំណង់ចាស់ៗនិងចម្លាក់បុរាណដែលបង្ហាញពីសិល្បៈនិងស្មារតីជាតិខ្មែរប្រាសាទនេះមិនត្រឹមតែជាកន្លែងទេសចរនោះទេប៉ុន្តែថែមទាំងជាទីកន្លែងដែលអាចឲ្យយើងយល់ពីតម្លៃនៃវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរផងដែរយើងយល់ថាប្រាសាទក្រវ៉ាន់គួរតែត្រូវបានថែរក្សានិងអភិរក្សយ៉ាងប្រុងប្រយ័ត្នដើម្បីឲ្យអ្នកជំនាន់ក្រោយអាចមកទស្សនាបានដូចពេលនេះនិងយល់ដឹងអំពីស្នាដៃបុរាណខ្មែរតាមរយៈស្ថាបត្យកម្មដ៏ស្រស់ស្អាតទាំងនេះម្យ៉ាងវិញទៀតយើងគួរតែរួមគ្នាផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្សេងៗមានការរៀបចំកម្មវិធីសិក្សាឬទេសចរវប្បធម៌ដែលជួយឲ្យសិស្សនិស្សិតនិងភ្ញៀវទេសចរបានទទួលការយល់ដឹងជាក់ស្ដែងនិងបានចូលរួមនៅក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រសិល្បៈនិងវប្បធម៌ខ្មែរមិនតែប៉ុណ្ណោះវាក៏ជាមធ្យោបាយដ៏ល្អមួយនៅក្នុងការបង្រៀននិងផ្ដល់បទពិសោធន៍ផ្ទាល់ខ្លួនចំពោះអ្នកទស្សនាដែលចង់ស្គាល់អំពីសិល្បៈបុរាណនិងអត្តសញ្ញាណខ្មែរផងដែរដូច្នេះកុំភ្លេចមកទស្សនាប្រាសាទក្រវ៉ាន់ទាំងអស់គ្នាព្រោះការមកទស្សនាប្រាសាទនេះមិនត្រឹមតែជាការសប្បាយនិងការសម្រាកសុខសាន្តប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជាឱកាសដ៏ល្អនៅក្នុងការស្វែងយល់ពីសិល្បៈចម្លាក់សំណង់ប្រវត្តិសាស្ត្រ
និងវប្បធម៌ខ្មែរដែលត្រូវបានរក្សាទុកមកដល់បច្ចុប្បន្នហើយរួមគ្នាអភិរក្សនិងផ្សព្វផ្សាយបន្ថែមទៀតដើម្បីឲ្យប្រាសាទក្រវ៉ាន់កាន់តែទាក់ទាញភ្ញៀវទេសចរពង្រឹងការយល់ដឹងនិងការចូលរួមរបស់ប្រជាជនមានទំនួលខុសត្រូវនៅក្នុងការថែរក្សាប្រពៃណីនិងស្នាដៃបុរាណសម្រាប់មនុស្សជំនាន់ក្រោយផងដែរយ៉ាងវិញទៀតវាក៏អាចជួយចូលរួមនៅក្នុងការអភិរក្សវប្បធម៌ខ្មែរឲ្យនៅរស់និងផ្ដល់ឱកាសឲ្យអ្នកទស្សនាបានយល់ដឹងអំពីតម្លៃនៃប្រាសាទនិងសិល្បៈខ្មែរដែលមានប្រវត្តិយ៉ាងសម្បូរបែបដូចនេះដោយទៅនឹងសុភាសិតមួយដែលពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កានចំពោះព័ត៌មានដែលយើងបានលើកឡើងមកនេះមានប្រភពមកពីព័ត៌មានដែលបានបិទនៅប្រាសាទក្រវ៉ាន់គេហទំព័រនៃអាជ្ញាធរជាតិអប្សរាគេហទំព័រសារព័ត៌មានថ្មីនិងគេហទំព័រសារព័ត៌មានសបាយ News ហើយវីដេអូរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់សូមអរព្រះគុណនិងសូមអរគុណ Where every stone tells a story, beautiful temples only in Cambodia.